준비하고 나 맡은 일 충성 Your kingdom come មានឪពុកនិងកូនប្រុសពីរនាក់បានរស់នៅជាមួយនឹងគ្នានៅក្នុងភូមិតូចមួយឪពុកស្រឡាញ់កូនប្រុសទាំងពីររបស់គាត់ខ្លាំងណាស់កូនប្រុសច្បងគឺជាកូនដែលស្ដាប់បង្គាប់ឪពុកប៉ុន្តែកូនប្រុសពៅវិញគឺជាកូនដែលចូលចិត្តលេងនិងបង្កបញ្ហានៅថ្ងៃមួយកូនប្រុសពៅបានសម្រេចចិត្តចង់ចាក់ចេញពីផ្ទះរបស់ឪពុកគាត់ដើម្បីទៅរស់នៅខាងក្រៅដោយខ្លួនឯងដោយសារគាត់គិតថាពេលធ្វើបែបនេះគាត់អាចធ្វើអ្វីគ្រប់យ៉ាងបានតាមតែចិត្តគាត់ចង់ធ្វើលោកឪពុកសូមលោកឪពុកចែកមរតកឲ្យខ្ញុំមកខ្ញុំចង់ចេញពីទីនេះហើយរស់នៅដោយខ្លួនឯងហាម៉េចកូនប្រុសពិភពលោកនេះគឺជាកន្លែងពិបាករស់នៅខ្លាំងណាស់ហេតុអ្វីបានជាកូនមិនគិតពិចារណាពីរឿងនេះឲ្យបានច្បាស់បន្តិចទៅលោកឪពុកខ្ញុំមិនមែនជាកូនក្មេងទៀតទេខ្ញុំធំហើយខ្ញុំក៏អាចរស់នៅដោយខ្លួនឯងបានដែរទោះជាយ៉ាងណាក៏ដោយក៏ឪពុកមានអារម្មណ៍ថាពិបាកចិត្តណាស់ព្រោះកូនប្រុសរបស់គាត់ចង់ចាក់ចេញពីគាត់បានចែកទ្រព្យសម្បត្តិរបស់គាត់ជាពីរចំណែកសម្រាប់កូនប្រុសទាំងពីររបស់គាត់ហើយឪពុកបានឲ្យទៅកូនប្រុសពៅនៅអ្វីដែលគាត់ចង់បានមិនយូរប៉ុន្មានកូនប្រុសពៅក៏បានចាក់ចេញពីផ្ទះរបស់ឪពុកហើយនាំយកមរតកដែលជាចំណែករបស់គាត់ទៅគាត់បានស្នាក់នៅក្នុងទីក្រុងដ៏ធំមួយភាពស្រស់ស្អាតនៅទីនោះគាត់បានធ្វើអ្វីតាមតែចិត្តដែលគាត់ចង់ធ្វើគ្រប់យ៉ាងបរិភោគអ្វីដែលគាត់ចង់បរិភោគនិងទិញអ្វីដែលគាត់ចង់ទិញពិតជាល្អណាស់ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើបើដូច្នេះខ្ញុំគួរតែចេញពីផ្ទះរបស់ឪពុកខ្ញុំយូរណាស់មកហើយជារៀងរាល់យប់កូនប្រុសពៅតែងតែជួបជុំជាមួយនឹងមិត្តភ័ក្តិថ្មីៗរបស់គាត់ហើយញ៉ាំអាហារនិងស្រាថ្លៃៗហើយពួកគេបានទិញសម្លៀកបំពាក់និងគ្រឿងអលង្ការពាក់ដូចជាព្រះអង្គម្ចាស់ប៉ុន្តែនៅទីបំផុតការខ្ជះខ្ជាយរបស់គាត់បានធ្វើឲ្យគាត់ធ្លាក់ខ្លួនទៅក្នុងជីវិតលំបាកតោកយ៉ានៅពេលដែលប្រាក់របស់គាត់បានចាយអស់មិត្តភ័ក្តិរបស់គាត់ក៏បានបាត់បង់អស់ទៅដែរគាត់បានជួបនូវភាពខ្វះខាតហើយរស់នៅតែម្នាក់ឯងកូនប្រុសពៅទ្រាំនឹងការស្រេកឃ្លានមិនបានទៀតទេគាត់ក៏បានទៅស៊ីឈ្នួលធ្វើការឲ្យចៅហ្វាយម្នាក់ចៅហ្វាយនោះបាននិយាយទៅកាន់កូនប្រុសពៅថាអេឆាប់មកនេះធ្វើការលឿនតិចមើលឆាប់លាងទ្រង់ជ្រោកនេះឲ្យស្អាតទៅរួចដាក់បាយវាស៊ីផងអ៊ូឆាប់មកនេះពេលនេះខ្ញុំឃ្លានខ្លាំងណាស់ខ្ញុំពិតជាចង់ហូបបាយជ្រូកនេះណាដើម្បីចម្អែតក្រពះរបស់ខ្ញុំកូនប្រុសពៅបានស្ថិតនៅក្នុងភាពអស់សង្ឃឹមរំពេចនោះគាត់បាននឹកឃើញដល់ឪពុករបស់គាត់ពិតជាចង់ទៅជួបឪពុករបស់គាត់ម្ដងទៀតណាឪពុករបស់ខ្ញុំគាត់តែងតែស្រឡាញ់ខ្ញុំទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយចំណែកឯបាវបម្រើរបស់គាត់វិញគាត់តែងតែឲ្យពួកគេបានបរិភោគគ្រប់គ្រាន់ប្រសិនបើខ្ញុំនៅតែបន្តរស់នៅបែបដូច្នោះនោះខ្ញុំនឹងស្រេកឃ្លានរហូតដល់ស្លាប់ជាមិនខានខ្ញុំនឹងត្រឡប់ទៅផ្ទះរបស់ឪពុករបស់ខ្ញុំវិញហើយសូមឲ្យគាត់លើកលែងទោសដល់ខ្ញុំទោះបីជាគាត់ចាត់ទុកខ្ញុំត្រឹមជាអ្នកបម្រើក៏បានដែរដូច្នេះកូនពៅក៏បានត្រឡប់ទៅផ្ទះរបស់ឪពុកគាត់នៅឯស្រុកកំណើតវិញប៉ុន្តែនៅពេលដែលគាត់បានត្រឡប់ទៅជិតដល់ផ្ទះរបស់ឪពុកគាត់មានការព្រួយបារម្ភនិងរន្ធត់ចិត្តជាខ្លាំងតើឪពុករបស់ខ្ញុំអាចនឹងលើកលែងទោសដល់ខ្ញុំដែរទេខ្ញុំបានចាយបំផ្លាញទ្រព្យសម្បត្តិរបស់ពុកអស់ហើយរួចបានត្រឡប់មកក្នុងស្ថានភាពជាអ្នកសុំទានគ្មានអីគួរឲ្យភ្ញាក់ផ្អើលនោះទេដែលគាត់មិនព្រមលើកលែងទោសឲ្យខ្ញុំនោះប៉ុន្តែខ្ញុំនឹងធ្វើអ្វីបន្តទៀតកូនប្រុសពៅបានយំដើរឆ្ពោះទៅកាន់ផ្ទះរបស់ឪពុកគាត់ពេលនោះកូនប្រុសពៅបានមើលឃើញឪពុករបស់គាត់កំពុងតែឈរនៅមាត់ទ្វារឪពុក
តែងតែរងចាំផ្លូវរបស់កូនប្រុសជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃដែលកូនប្រុសរបស់គាត់បានចាកចេញពីផ្ទះទៅភ្លាមនោះគាត់បានឃើញកូនប្រុសរបស់គាត់ឪពុកបានរត់ទៅកាន់កូនហើយអោបថើបកូនយ៉ាងណែន ពុកកូនពិតជាបានប្រព្រឹត្តអំពើបាបច្រើនណាស់កូនមិនស័ក្តិសមនឹងហើយជាកូនរបស់ពុកទៀតទេសូមឲ្យខ្ញុំបានក្លាយទៅជាអ្នកបម្រើរបស់ពុកម្នាក់ផង កូនប្រុសសម្លាញ់មិនល្អទេបើកូនធ្វើបែបនេះពុកនៅតែរងចាំកូនជារៀងរាល់ថ្ងៃកូនសម្លាញ់ពុកស្រឡាញ់កូនទោះបីពីមុនឬក៏ឥឡូវពុកនៅតែស្រឡាញ់កូនកូនគឺជាកូនសម្លាញ់របស់ឪពុក ឪពុកបានហៅអ្នកបម្រើរបស់គាត់ ចូលទៅយកសម្លៀកបំពាក់ដែលល្អបំផុតមកបំពាក់ឲ្យកូនប្រុសរបស់ខ្ញុំជាប្រញាប់ហើយយកចិញ្ចៀននិងស្បែកជើងមកពាក់ឲ្យផងរួចយកគោដែលយើងបានបំពន់មកទុកកាប់ជប់លៀងឲ្យសប្បាយចុះ ឪពុកបានរៀបចំពិធីជប់លៀងមួយយ៉ាងធំសម្រាប់ការដែលកូនប្រុសពៅរបស់គាត់បានត្រឡប់មកផ្ទះវិញជាចុងក្រោយកូនប្រុសពៅបានយល់ពីសេចក្តីស្រឡាញ់របស់ឪពុកដែលជាសេចក្តីស្រឡាញ់ដែលមិនចេះសាបសូន្យ